ពីមុនឲ្យញ៉ាំស្រាមិនមែនថាមិនចង់ញ៉ាំទេរឿងហ្នឹងសំខាន់បើមិនញ៉ាំស្រាបន្តិចដូចជាពិបាកនិយាយចេញមកណាស់នាងចង់សារភាពស្នេហ៍ប្រាប់ខ្ញុំមែនទេអ្នកនិទានគេជាក្មេងប្រុសដែលនាងស្រឡាញ់តាំងពីជួបដំបូង Chen Lo Shao ស្មានថានឹងមានការសារភាពស្នេហ៍ទៅវិញទៅមកប៉ុន្តែនឹកស្មានមិនដល់ថា Chu Jie មានគោលបំណងផ្សេងតាមពិតខ្ញុំគ្រាន់តែចង់ខ្ចីម៉ាក់របស់លោកមិនថាតាមវិធីណាក៏ដោយអ្នកនិទានពេលនេះមុខរបស់ Chen Lo Shao ពោពេញដោយភាពអាម៉ាស់សូម្បីតែ Xu Yang Thai នៅក្បែរនោះក៏មិនយល់ពីស្ថានភាពនេះដែរអ្នកនិទានក្នុងខួរក្បាលរបស់ Chen Lo Shao ពិតជាលេចចេញរូបភាពដែល Chu Jie សួរនាំពីម៉ាក់របស់គេមែនទៅផ្ទះលោកធ្វើអីម៉ាក់លោកនៅផ្ទះទេលើកក្រោយពេលអ្នកមីងមកចាំទុកកន្លែងឲ្យខ្ញុំផងចុះម៉ាក់លោកតែងតែយកបាយមកឲ្យលោកមែនទេចង់មកសុំបាយញ៉ាំមែនបានទេអ្នកនិទានប៉ុន្តែក៏ខ្សែភ្នែកដ៏គួរឲ្យអាណិតរបស់ Chu Jie បានទាញអារម្មណ៍គេមកវិញយ៉ាងលឿនហើយដឹងពី K យើងនាងថាដើម្បីរឿងនេះ Chu Jie អាចធ្វើជាសង្សាររបស់ Chen Lo Shao បាននាងគិតថាខ្ញុំមានចិត្តលើនាងមែនទេអត់ទេខ្ញុំមិនដែលវង្វេងនឹងខ្លួនឯងដល់ថ្នាក់នឹងទេហើយខ្ញុំក៏គ្មានចិត្តអីផ្សេងលើលោកដែរពីមុនចង់ Edward ឆាត់លោកក៏ព្រោះសង្ឃឹមថានឹងបានជួបអ្នកនាងដែរអ្នកនិទានដើម្បីឲ្យ Chen Lo Shao កាន់តែជឿជាក់ Chu Jie ថែមទាំងយកទូរស័ព្ទមកបង្ហាញថាខ្លួនមិនដែលទាំងបើកមើល moments របស់ Chen Lo Shao ផងអ្នកនិទានពេលនេះកំហឹងរបស់ Chen Lo Shao ឡើងដល់កម្រិតកំពូលហើយអ្វីដែលហួសចិត្តបំផុតនោះគឺ Chu Jie សរសេរឈ្មោះគេខុសទៀតផងអ្នកនិទានប៉ុន្តែនៅពេល Chu Jie កែឈ្មោះភ្លាម Chen Lo Shao គិតថាខ្លួនត្រូវតែចិត្តត្រជាក់នេះអាចជាល្បិចរបស់កំពូលអ្នកលេងក៏រំលឹកដល់សង្សាររបស់នាងចុះហេតុអីនាងបែកគ្នាជាមួយសង្សារស្អីកុំមកដោះសារយកល្អមើលអីនាងហ៊ាននិយាយថាគ្មានចិត្តលើខ្ញុំបន្តិចសោះទេត្រូវហើយសុកមិនក៏បែកគ្នាជាមួយគេអ្នកនិទានតាមពិត Chu Jie គ្មានសង្សារតតែសោះនោះគ្រាន់តែជាល្បិចដើម្បីកុំឲ្យមានការយល់ច្រឡំតែប៉ុណ្ណោះអ្នកនិទានសុបិននៃការសារភាពស្នេហ៍ដ៏ល្អមួយក៏លីសាបសូន្យបែបនេះអ្នកនិទានឬ Chu Jie និយាយថាសំឡេងនិងរបៀបនិយាយរបស់ម៉ាក់ទាំងពីរដូចគ្នាខ្លាំងហើយនាងមិនបានឬការរអ៊ូតមរបស់ម៉ាក់យូរមកហើយទើបចង់ជួបអ្នកមីងខ្លាំងបែបនេះអ្នកនិទានដូច្នេះ Chen Lo Shao នៅតែមិនអស់ចិត្តក៏សួររឿងសង្សារម្ដងទៀតធ្វើជាសង្សារខ្ញុំទៅបានហើយបើលោកមិនឲ្យខ្ចីក៏ហីទៅដល់ពេលនោះពួកយើងធ្វើជាសង្សារคล้ายៗត្រូវទេមុខក្រាស់ខ្ញុំមិនយកទេអ្នកនិទានប្រហែលជាទម្លាប់គិតរបស់ប្រុសស្អាតការខកចិត្តរបស់ Chen Lo Shao បានដាស់ចរិតចង់ឈ្នះរបស់គេទើបគេបើកមើល moment របស់ Chu Jie អ្នកនិទានប៉ុន្តែក្នុងនោះសុទ្ធតែជារឿងជីវិតប្រចាំថ្ងៃដដែលអ្នកនិទានស្រាប់តែពេលនេះគេទទួលបានសារវិច្ឆ័យពី Chu Jie អ្នកនិទានធ្វើឲ្យគេគិតថា Chu Jie ចង់បដិសេធអ្វីដែលបាននិយាយអំបញ្ញមិញឬអត់អ្នកនិទានឃើញខាងនោះកំពុងវាយអក្សរគេថែមទាំងប្រញាប់ប្រញាល់ចង់ឲ្យនាងឆាប់ញ៉ាំមកទៀតផងអ្នកនិទានប៉ុន្តែ Chu Jie គ្រាន់តែចង់សួរថាគេមានឃើញកាំបិតរបស់គេយ៉ាងនេះដែរទេអ្នកនិទានតាមពិតទៅគឺគេគិតតែម្នាក់ឯងទៀតហើយអ្នកនិទានទោះជាយ៉ាងនេះក្តីពេលជួប Chu Jie គេនៅតែខ្វល់ពីរូបរាងខ្លួនឯងដែលមិនបានកោរពុកមាត់អ្នកនិទានទើបគេក្រោកដើរចេញពីទីនោះភ្លាមអ្នកនិទានប៉ុន្តែពេលដើរបានពាក់កណ្ដាលផ្លូវយូនីងនិងពូហ្វិននិយាយពីខ្លួនក៏រកកន្លែងអង្គុយនៅក្បែរនោះអ្នកនិទានតាមពិតក្រោមការណែនាំរបស់ Chu Jie Chen Lo Shao បានយកព្រមជួយធ្វើវីដេអូផ្សព្វផ្សាយឲ្យពូហ្វិលអ្នកនិទានហើយពេលនេះ Chu Jie កំពុងតែទាមទារកម្រៃឲ្យគេបន្ថែមទៀតអ្នកនិទានពាក្យដែលថានឹងទទួលខុសត្រូវចំពោះគេបានធ្វើឲ្យ Chen Lo Shao រំភើបចិត្តម្ដងទៀតមនុស្សនឹងខ្ញុំជាអ្នកទទួលខុសត្រូវខ្ញុំជាអ្នកណែនាំខ្ញុំគិតថាលោកពូគួរតែសរសេរជាលាយលក្ខណ៍អក្សរធ្វើកិច្ចសន្យាខ្លាចក្រែងកេងបន្លំមិនមែនថាគ្មានចិត្តលើខ្ញុំទេចុះមិនក៏នៅជួយនិយាយឲ្យខ្ញុំទៀត